នេះគឺជាវីដេអូធម្មយាត្រាទៅកាន់ប្រទេសភូមាដោយព្រះមន្ត្រីសង្ឃទាំងពីរគណៈនៃខេត្តបៃលិនកាលពីថ្ងៃទី5 ខែ 2 ដោយធ្វើដំណើរតាមច្រកផ្សារព្រំចំពោះទៅកាន់ទីក្រុងបាងកកឡើងចំណោះនៅសុវណ្ណភូមិក្នុងនោះផងដែរក៏បានចូលទស្សនានៅខេត្តផទ្ទយាដែលបានឆ្លងកាត់គឺចូលទស្សនាព្រះពុទ្ធដែលបានគូនៅជាប់នឹងជាងភ្នំហើយនេះក៏ជាលើកទី1របស់ខ្ញុំគណៈធម្មភាពដែលបានធ្វើដំណើរទៅកាន់ប្រទេសភូមាហើយក៏ជាលើកទី1នៃការជិះយន្តហោះផងដែរហើយក្នុងនោះផងដែរក៏យើងមានឧបសគ្គខ្លះៗក្នុងការធ្វើដំណើរដូចជាយើងបានទៅដល់លេយន្តហោះហើយប៉ុន្តែអ្វីដែលយើងបញ្ហានោះគឺការ check in ចូលហ្នឹងគឺមានបញ្ហាដោយសារតែយើងរៀបចំឯកសារខុសមួយចំនួនគឺខ្វះនៅថាការធានារ៉ាប់រង COVID-19 នៅប្រទេសភូមាគេត្រូវការនៅបានធានារ៉ាប់រង COVID-19 ជាងក៏បានត្រៀមមកដែរប៉ុន្តែវាបើជាខុសពេលនេះយើងជប់គាំងប្រហែលជាជិត1ម៉ោងហើយយើងត្រូវឡើងនៅម៉ោង 8:30 នាទីអញ្ចឹងម៉ោង 6 ជាងយើងក៏បានឆ្អិនប៉ុន្តែត្រូវជប់គាំងអញ្ចឹងគឺបងដែលអ្នកខាងរដ្ឋការហ្នឹងក៏ត្រូវតាក់ទងទៅខាងប្រទេសភូមាដើម្បីឲ្យផ្ញើឯកសារ COVID-19 នឹងមកភាសាទៀតអញ្ចឹងត្រូវរងចាំអស់កន្លះម៉ោងជិត1ម៉ោងមិនមែនជិតកន្លះម៉ោងជិត1ម៉ោងបន្ទាប់ពីយើងបាន check in រួចហើយយើងក៏បានធ្វើដំណើរចូលទៅកាន់ខាងក្នុងហើយក៏បានចេញពីម៉ោង 8 កន្លះយើងក៏បានមកដល់នៅប្រទេសភូមានៅម៉ោង 10 ជាងទម្រាំតែយើង check in ជួបប្រទេសភូមាគឺម៉ោង 10 ជាងបានយើងចេញពីប៉ាលៀនហើយយើងទៅកាន់សន្តាគារដែលជាកន្លែងស្នាក់នៅហើយអ្វីដែលនឹកស្មានមិនដល់នោះគឺកាយដែលបានឲ្យដឹកនាំសម្រាប់កម្មវិធីក្នុងធម្មយាត្រានេះគឺកាយភូមាមែនប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺគាត់និយាយថៃគាត់និយាយភាសាថៃដោយសារមូលហេតុគឺដោយសារបងដែលជាអ្នកនាំទៅនឹងគាត់ថាគាត់អត់ស្គាល់ប្រសង់ខ្មែរនៅទេហើយគាត់ស្គាល់តែប្រសង់មួយអង្គជាជាតិភូមាដែលបានធ្លាប់សិក្សាទៅសូត្រជាមួយគ្នានៅឯទឹកដីថៃលោកក៏បានពឹងពាក់ឲ្យលោកគ្រូចៅតកែនៅប្រទេសភូមានោះលោកជួយហើយយល់ដែរលោកក៏បានជួលលង្កាយបើយើងសម្រាប់ថាជួលលង្កាយចាស់ជួលលង្កាយដើម្បីនាំដល់កម្មវិធីធម្មយាត្រាហ្នឹងគឺជួលលង្កាយភូមាប៉ុន្តែគាត់ចេះតែភាសាថៃដោយសារគាត់ធ្លាប់នៅថៃដែរអញ្ចឹងគឺអាចស្ដាប់បានបើស្ដាប់បានគឺគាត់និយាយភាសាថៃទាំងអស់បណ្ដោយហើយក៏យើងមានបកប្រែដែរហើយញាតិញោមខ្លះគាត់ក៏ស្ដាប់បាននៅភាសាថៃភាសាយើងនៅច្រកព្រំអញ្ចឹងញាតិញោមគាត់ចេះច្រើននៅភាសាថៃហើយញាតិញោមខ្លះគាត់ស្ដាប់បានតិចបើអ្នកខ្លះគឺញាតិញោមខ្លះក៏គាត់អត់មានបានស្ដាប់ច្រើនទេគាត់ចេះតែតិចតួចហើយបើជាផងដែរថាការធ្វើដំណើរទៅនឹងគឺសរុបចំនួនដែលបានធ្វើដំណើរធម្មយាត្រាហ្នឹងគឺមានចំនួនជិត30អង្គអ្នកទាំងប្រសង់ទាំងក្រុមដែលបានចូលរួមហើយយើងធ្វើដំណើរពីពលានយន្តហោះទៅកាន់សន្តាគារប្រហែលជាជិត20 នាទីដែរហើយនេះគឺជាពេលរាត្រីដែលយើងទី1ដែលយើងបានទៅដល់ប្រទេសភូមាហើយយើងបានស្នាក់នៅជិតនឹងព្រះចេតិយស្វេតកនដែលជាគោលដៅទី1ដែលយើងជាគោលដៅមួយដែលយើងធ្វើធម្មយាត្រាផងដែរហើយនេះគឺជារាត្រីទី1ក៏ជាថ្ងៃទី1ដែលបានទៅកាន់ប្រទេសភូមាព្រោះនេះគឺមានតែប៉ុណ្្នឹងវីដេអូទី1